តារ៉េនបច្ចុប្បន្ននេះវាកំពុងតែមានតម្លៃថ្លៃអញ្ចឹងយើងអត់លុយយើងមកឆ្នៃនំប៉ាវធ្វើពីតារ៉េនចេះហ៎បងប្អូននេះធ្វើមិនឲ្យវាដូចតារ៉េនតែម្ដងណាចឹងសាច់នំប៉ាវអាសាច់ក្នុងយើងធ្វើពណ៌លឿងចឹងមកនេះបងប្អូនកូនប្រុសនេះក៏ឆ្លាតហើយក៏យកអាម្សៅពណ៌លឿងហ្នឹងយកមកលុញមកឲ្យវះវាឲ្យដូចខ្លែបតារ៉េនមកបងប្អូននេះហើយយកអាម្សៅខាងក្រៅពណ៌ខៀវហ្នឹងបងប្អូននេះយកមកក្របធ្វើជាសម្បករបស់វាណាហើយយកអាត្រៃមកកាត់ឲ្យខាងក្រៅយើងធ្វើឲ្យដូចតារ៉េនអញ្ចឹងបងប្អូនតារ៉េនមិនយើងធ្វើអញ្ចឹងមកនេះកាត់វាតូចមកហើយយើងយកដៃយើងរុញវាឡើងលើតិចមកវាចេញដូចបន្លាសម្បកតារ៉េនណាបងប្អូនហើយបន្ទាប់មកយើងយកទៅដាក់ទៅក្នុងឡាំងឈឹងចំហុយមកទុកវារយៈពេលល្មមដល់ឆ្អិនហ្នឹងចាំយើងលើកយកចេញមកបងប្អូនហើយយើងឆ្លៀតទៅធ្វើម្ហូបនេះបងប្អូននេះចឹងនៅស្រុកគេញ៉ាំនំប៉ាវជាមួយនឹងសម្លជាមួយនឹងម្ហូបរបស់គេឥឡូវយើងទៅលើកនំប៉ាវយើងមកឆ្អិនហើយបងប្អូននេះតំណងដល់កបងប្អូននេះមើលឡើងដល់កនេះប៉ុណ្ណាណៃតែម្ដងនេះមើលសាច់ឲ្យទន់ល្មើយនេះឥឡូវចាប់ផ្ដើមញ៉ាំហើយបងប្អូនហែកសាច់ម្សៅមើលតំណងឆ្ងាញ់អត់ណាឥឡូវចាប់ផ្ដើមខំភ្លឹបបងប្អូននេះដាក់សាច់មួយម៉ាត់នំមួយម៉ាត់នងឆ្ងាញ់ខ្លាំងបងប្អូន